រឿងមួយហ្នឹងគឺជារឿងពិតមួយដែលកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីផ្ទាល់ហ្មងហើយគេផលិតជាភាពយន្តទៀតគឺជារឿងមួយដែលនិយាយមកទៅរឿងខ្ពើមមែនតែខ្ញុំអង្គុយមើលហើយខ្ញុំរៀងជួញចើមហ្មងហើយកន្លែងខ្លះយើងចាប់អារម្មណ៍ថាវាអាចទៅរួចណាគឺដោយសារតែម៉ែហ្នឹងគឺស្រឡាញ់កូនប្រសាផុសនៅម៉ាតិលួចសហែកស្មន់ជាមួយនឹងកូនប្រសាខ្លួនឯងនៅពីក្រោយនេះកូនស្រីរបស់ខ្លួនឯងហ្មងអញ្ចឹងធ្វើឲ្យកូនស្រីខ្លួនឯងជឿចាប់ខ្លាំងណាអាពេលដែលចាប់ដើមមានតំណែងមួយគ្នាឯងអង្គុយមើលឡើងភើទពោះថាចេះអូគេតាមតន់លើគេតាមតន់លើហើយហើយដល់ទៅពេលតាមតន់ហើយកូនស្រីហ្នឹងវាឈឺចាប់ខ្លាំងណាដល់ពេលម្ដាយហើយប្តីខ្លួនឯងក្បត់តាក់តងគ្នាឈឺចាប់ថាឈឺចាប់ប៉ុណ្ណឹងហើយគេដឹងឮមកប្រទេសណាព័ត៌មាននឹងវាចេញមកបែកខ្ចោះខ្ចាយពេញហ្នឹងហើយណែប្រហែលថ្ងៃក្រោយនេះស្កាត់ជួបគ្នាហើយនៅបានដេកមួយគ្នាបានទៀតហើយកូនស្រីនឹងចង់និយាយមកបើសិនជាយើងជាគាត់វិញគឺយើងទទួលយកអត់បានហ្មងខ្មាស់គេហើយឈឺចាប់ទៀតរឿងនេះខ្ញុំមើលឲ្យល្អមើលអាចមើលបាននៅក្នុង Netflix រឿងនេះនៅលើ poster លើនេះអាចទៅមើលបាន